ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានលើកចំណុចមួយចំនួនដែលឪពុកម្ដាយគួរយល់ដឹងឪពុកម្ដាយគ្រប់រូបតែងតែចង់ឲ្យកូនបាននៅអនាគតមួយដ៏ល្អប្រសើរក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគតប៉ុន្តែការធ្វើជាឪពុកម្ដាយក៏ដូចជាការបីបាច់ថែរក្សាកូនចៅមិនមែនជាការងាយស្រួលនោះទេថ្ងៃនេះដើម្បីចែករំលែកនូវការលំបាកទាំងអស់នេះខ្ញុំបានធ្វើការសិក្សាស្រាវជ្រាវនៅចំណុចមួយចំនួនដែលខ្ញុំគិតថាមានអត្ថប្រយោជន៍ចំពោះបងប្អូនដែលជាមាតាបិតាទាំងអស់គួរជ្រាបចំណុចទី1ត្រូវចំណាយពេលវេលាបានច្រើននៅជាមួយនឹងកូនរបស់លោកអ្នកក្នុងករណីនេះឪពុកឬក៏ម្ដាយផងដែរដែលតែងតែរវល់ជាមួយនឹងកិច្ចការរស់ស៊ីរបស់ខ្លួនហើយពុំសូវមានពេលនៅក្បែរកូនរបស់លោកអ្នកដែលអាងថាប្រពន្ធឬក៏អ្នកនៅផ្ទះជាអ្នកមើលថែទាំកូនរបស់លោកអ្នកត្រូវការភាពស្និទ្ធស្នាលពីឪពុកនិងម្ដាយដូច្នេះសូមចំណាយពេលវេលានៅជាមួយនឹងពួកគេឲ្យបានច្រើនព្រោះថាវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងជាឪពុកម្ដាយត្រូវបង្ហាញក្តីស្រឡាញ់របស់ពួកយើងឲ្យគាត់បានដឹងកូនរបស់លោកអ្នកនឹងមានបញ្ហាផ្លូវអារម្មណ៍បើសិនណាជាគេគិតថាគ្មានអ្នកណាម្នាក់ស្រឡាញ់ពួកគេបើអាចសូមប្រើពាក្យកូនស្រឡាញ់ប៉ាឬក៏ម៉ាក់ស្រឡាញ់កូនខ្លាំងណាស់និយាយបែបនេះដើម្បីឲ្យគេបានដឹងពួកគេនឹងខ្លាចជាក្មេងដែលមានភាពកក់ក្ដៅនិងអាចចូលរួមចុះសម្រុងបានល្អនៅក្នុងសង្គមនាពេលអនាគតចំណុចទី2សូមកុំប្រៀបធៀបកូនរបស់លោកអ្នកជាមួយនឹងកូនអ្នកដទៃអីសោះដូចជាថាកូនរបស់យើងមិនឆ្លាតមិនពូកែឬក៏មានចរិតមិនល្អដូចជាកូនអ្នកជិតខាងឬក៏កូនមិត្តភក្តិរបស់យើងព្រោះថាការធ្វើបែបនេះធ្វើឲ្យក្មេងគាត់មានអារម្មណ៍ថាចិញ្ច្រាំខ្វះជំនឿចិត្តលើខ្លួនឯងដែលគាត់គិតថាក្មេងដែលយើងយកមកប្រៀបធៀបជាមួយនឹងគាត់នោះតែងតែល្អជាងគាត់ជានិច្ចចំណុចទី3ឪពុកម្ដាយគួរយល់ស្របគ្នារាល់ដំណោះស្រាយដែលទាក់ទងទៅនឹងការចង់បានរបស់កូនលោកអ្នកឧទាហរណ៍ថាកូនរបស់លោកអ្នកគាត់ចង់បានអ្វីមួយឬក៏គាត់ចង់ធ្វើអ្វីមួយយើងជាឪពុកម្ដាយគួរតែឯកភាពគ្នាថាតើយើងអនុញ្ញាតឲ្យពួកគាត់ធ្វើឬក៏មិនធ្វើព្រោះថាវាមិនមានជាការល្អទេដែលឪពុកយល់ព្រមម្ដាយថាទេឬក៏ម្ដាយថាទេឪពុកយល់ព្រមព្រោះថាវាធ្វើឲ្យមានការខ្វែងគំនិតគ្នាមិនល្អនៅក្នុងគ្រួសារហើយកូនរបស់លោកអ្នកគាត់គិតថាឪពុកម្ដាយស្រឡាញ់ពួកគាត់មិនស្មើគ្នាចំណុចទី4នៅក្នុងគ្រួសារឪពុកម្ដាយមិនមែនជាស្ដេចចក្រពត្តិប៉ុន្តែពួកគាត់គឺជាបុគ្គលដែលគួរឲ្យស្រឡាញ់និងជាបុគ្គលដ៏គំរូម្នាក់ចំពោះកូនដូច្នេះសូមព្យាយាមបង្ហាញនៅទង្វើឬក៏ពាក្យពេចន៍ល្អៗចំពោះពួកគាត់ឧទាហរណ៍ថានៅក្នុងផ្ទះបើឪពុកម្ដាយមិនបានបោសសម្អាតមិនបានលាងចានយើងមិនអាចស្ដីបន្ទោសឲ្យកូនដែលពួកគាត់មិនធ្វើការងារទាំងអស់នោះដែរគួរជៀសវាងកុំឲ្យកូនរបស់លោកអ្នកបានឃើញទង្វើមិនល្អដូចជាពេលខឹងពេលស្រវឹងឬក៏បាត់បង់ម្ចាស់ការជាដើមប្រសិនបើជាយើងចង់ឲ្យកូនរបស់យើងធ្វើការងារអ្វីមួយនៅផ្ទះយើងជាឪពុកម្ដាយគួរតែបង្ហាញរាល់ការងារទាំងអស់នោះឲ្យគាត់បានឃើញជាមុនសិនចំណុចទី5ប្រសិនបើជាកូនរបស់លោកអ្នកនៅក្មេងអាយុក្រោម12ទៅ13ឆ្នាំពួកគាត់មិនគួរបានដឹងអំពីជីវភាពក្នុងគ្រួសារនោះឡើយឪពុកម្ដាយល្អមិនចង់ឲ្យកូនធ្វើការចិញ្ចឹមខ្លួនឯងនោះទេពីព្រោះថាវាគឺជាពេលវេលាដែលពួកគាត់ត្រូវប្រឹងប្រែងរៀនសូត្រប្រសិនបើមិនអាចផ្ដល់អ្វីដែលពួកគេចង់បានយើងគ្រាន់តែនិយាយបដិសេធទៅបានហើយមិនបាច់រអ៊ូពីរឿងបញ្ហាលុយកាក់ឬក៏ជីវភាពនៅក្នុងគ្រួសារឲ្យពួកគាត់បានដឹងនោះទេក្មេងៗក៏គួរតែផ្ដោតអារម្មណ៍ទៅលើការសិក្សានិងការលូតលាស់របស់ពួកគាត់ច្រើនជាងទុកកង្វល់នៅក្នុងគ្រួសារព្រោះថាបញ្ហាជីវភាពគឺជាកាតព្វកិច្ចរបស់មនុស្សពេញវ័យមិនមែនកុមារនោះទេចំពោះបងប្អូនដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភមិនគួរអួតសរសើរពីការមានបានរបស់ខ្លួនឲ្យកូនបានដឹងនោះដែរអ្វីត្បិតតែកូនរបស់លោកអ្នកជាមនុស្សដែលមានសំណាងប៉ុន្តែយើងគួរតែឲ្យពួកគាត់បានដឹងថាពួកគាត់អាចធ្វើអ្វីបានល្អឲ្យមិនចាំបាច់ពឹងពាក់ទៅលើទ្រព្យសម្បត្តិរបស់ឪពុកម្ដាយនោះទេធ្វើបែបនេះពួកគេនឹងក្លាយជាក្មេងដែលរឹងប៉ឹងមិនតម្រឹកនិងជាទីស្រឡាញ់របស់មនុស្សទាំងពួងសូមអរគុណចំពោះការទស្សនារបស់បងប្អូន